សាយ័ន្តសួស្តីទស្សនិកជននិងប្រិយមិត្តសារព័ត៌មាននគរត្រាកនជាទីមេត្រីថ្ងៃនេះថ្ងៃអង្គារ9រោចខែភទ្របទឆ្នាំអសាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី16ខែកញ្ញាឆ្នាំ2025នាងខ្ញុំសុផលសូមជូនមេត្តាព័ត៌មានដូចតទៅព័ត៌មានជាតិលោកគួចចម្រើនណែនាំអាជ្ញាធរចុះស្រង់ស្ថិតិពលរដ្ឋខ្មែរទើបត្រឡប់ពីថៃវិញដើម្បីងាយស្រួលជួយពួកគាត់អាចទទួលបានការងារធ្វើក្នុងស្រុកវិញក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាប្រជាពលរដ្ឋស្រុកកងពិសីនិងស្រុកសំរោងទងខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រជាច្រើនកន្លែងដែលមានទឹកប្រាក់រាប់លានដុល្លារខាត់ខ្លួនជនសង្ស័យមួយនាក់ពាក់ព័ន្ធករណីហិង្សានៅសង្កាត់បឹងទំពុនទី2ខណ្ឌមានជ័យព័ត៌មានអន្តរជាតិទូកដឹកគ្រឿងញៀនរបស់ក្រមអ ுக ្រិតជនគ្រឿងញៀនរបស់ប្រទេសវេណេស៊ុយអេឡាត្រូវបានបាញ់កំទេចរដ្ឋាភិបាលកាណាដាអនុវត្តការសន្យាសាងសង់ផ្ទះលក់ឲ្យពលរដ្ឋក្នុងតម្លៃទាបទុកចិត្ត Coffee and Tea មានលក់អាហារសម្រន់និងភេសជ្ជៈជាច្រើនមុខក្នុងការផ្ដល់ជូននូវសេវាកម្មជូនអតិថិជនដ៏ល្អជាមួយរសជាតិកាហ្វេនិងអាហារដ៏ឈ្ងុយឆ្ងាញ់ធ្វើឲ្យស្រស់ស្រាយពេញមួយថ្ងៃហាងទុកចិត្ត Coffee and Tea យើងខ្ញុំចាប់បើកពីម៉ោង 7 ព្រឹកដល់ម៉ោង 7 យប់រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍សូមទំនាក់ទំនងលេខទូរស័ព្ទ093 597 168ព័ត៌មានជាតិលោកគួចចម្រើនណែនាំអាជ្ញាធរចុះស្រង់ស្ថិតិពលរដ្ឋខ្មែរទើបត្រឡប់ពីថៃវិញដើម្បីងាយស្រួលជួយពួកគាត់ឲ្យទទួលបានការងារធ្វើក្នុងស្រុកវិញរដ្ឋបាលខេត្តកណ្ដាលបានដឹងថាលោកគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានជំរុញដល់អាជ្ញាធរមូលដ្ឋានរដ្ឋបាលក្រុងស្រុកទាំង13និងអ្នកពាក់ព័ន្ធត្រូវជំរុញដល់ពលករដែលត្រឡប់មកពីប្រទេសថៃត្រូវមានការងារធ្វើឲ្យបានគ្រប់គ្នាពិសេសការចុះបញ្ជីធ្វើអត្តសញ្ញាណប័ណ្ណអត្រានុកូលដ្ឋានជាដើមជូនពួកគាត់ពិសេសកូនចៅរបស់ពួកគាត់បានចូលរៀនឲ្យបានគ្រប់គ្នានិងអ្វីដែលត្រូវយកចិត្តទុកដាក់គឺស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃដើម្បីងាយស្រួលជួយពួកគាត់ឲ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញតាមការឲ្យដឹងបែបនេះរបស់លោកអភិបាលខេត្តក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងផ្សព្វផ្សាយព័ត៌មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលក្រុមអធិបតីភាពលោកហេងសក្តារដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកហៅសុកណាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី15ខែកញ្ញាឆ្នាំ2025នៅសាលាខេត្តកណ្ដាលលោកអភិបាលខេត្តកណ្ដាលបានដឹងទៀតថាការជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ត្រូវស្រង់ស្ថិតិឡើងវិញឲ្យបានច្បាស់នៅបងប្អូនដែលជាពលករទើបត្រឡប់មកពីប្រទេសថៃគឺដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលរបស់យើងលោកអភិបាលខេត្តរូបនេះបានបន្តថាបន្ទាប់ពីមានការបង្កអរិភាពនិងឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ទាហានសៀមបងប្អូនចំណាក់ស្រុកបានវិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជាវិញការវិលត្រឡប់នេះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងការងារបានត្រៀមរួចជាស្រេចក្នុងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈក៏ដូចជាការផ្ដល់ការងារជូនពួកគាត់បន្ថែមពីនេះលោកគួចចម្រើនបន្តថាខេត្តកណ្ដាលមានបងប្អូនពលករបានវិលត្រឡប់មកស្រុកវិញប្រមាណ2668នាក់ប៉ុន្តែបញ្ហានៅត្រង់ថាក្នុងចំណោមអ្នកវិលមកវិញនេះមានអ្នកមកចុះឈ្មោះរកការងារធ្វើតែជាង1000នាក់ប៉ុណ្ណោះដូច្នេះយើងត្រូវស្រង់ស្ថិតិពួកគាត់ឲ្យបានច្បាស់ដើម្បីដឹងថាពួកគាត់ដែលមកវិញគាត់ធ្វើអ្វីនៅទីកន្លែងណាគួរបញ្ជាក់ថាពាក់ព័ន្ធអ្នកចំណាក់ស្រុកដែលវិលត្រឡប់មកវិញនេះតាមការឲ្យដឹងពីអាជ្ញាធរស្រុកនានាមួយចំនួនបានចេញពីមូលដ្ឋានដើម្បីស្វែងរកការងារធ្វើដោយខ្លួនឯងតែរស់នៅជាមួយក្រុមគ្រួសារនៅខេត្តផ្សេងរីឯពួកគាត់មួយចំនួនក៏រស់នៅបង្កបង្កើនផលនៅក្នុងភូមិរបស់ពួកគាត់ដែលអាចជាមូលហេតុធ្វើឲ្យអ្នកស្វែងរក
ការងារធ្វើមានចំនួនតិចបើទោះជាយ៉ាងណាក្តីអាជ្ញាធរខេត្តនៅតែជំរុញឲ្យមានការចុះធ្វើសម្រង់ស្ថិតិនេះឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលក្នុងការជួយពួកគាត់ឲ្យចំគោលដៅហើយវាក៏ជាផ្នែកមួយក្នុងការជួយដល់រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃជាពិសេសប្រទេសថៃដោយឡែកបើតាមរបាយការណ៍របស់មន្ទីរការងារខេត្តកណ្ដាលបានឲ្យដឹងថាបច្ចុប្បន្នខេត្តកណ្ដាលមានសហគ្រាសគ្រឹះស្ថានចំនួន2031ដែលមានកម្មករនិយោជិតសរុបចំនួន215,472 នាក់ស្រី143,067 នាក់រាយការណ៍ពីខ្ញុំបាទសុផាដំណឹងពិសេសដល់អតិថិជនដែលតែងតែគ្រប់គ្រងលើសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនវរៈមន្តថែមឥឡូវនេះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5% ភ្លាមតែម្ដងនៅពេលដែលលោកអ្នកធ្វើការទិញសំបុត្រតាមរយៈកម្មវិធី VET និងគេហទំព័រ www.waramontham.com ព័ត៌មានជាតិក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាប្រជាពលរដ្ឋស្រុកកងពិសីនិងស្រុកសំរោងទងខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រជាច្រើនកន្លែងដែលមានទឹកប្រាក់រាប់លានដុល្លារទំហំទឹកប្រាក់សរុបប្រមាណជាង10លានដុល្លារអាមេរិកត្រូវបានបោះទុនវិនិយោគបង្កើតរោងចក្រជាច្រើនកន្លែងនៅស្រុកកងពិសីនិងស្រុកសំរោងទងខេត្តកំពង់ស្ពឺក្រោយទទួលបានគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់ថា CDC ជាក់ស្ដែងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកកងពិសីខេត្តកំពង់ស្ពឺដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងនិងអំពូលភ្លើងលម្អគ្រប់ប្រភេទក្នុងទំហំទុនវិនិយោគប្រមាណ 5.2 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន531កន្លែង CDC ក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកកងពិសីខេត្តកំពង់ស្ពឺដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីផ្លាស្ទិកក្នុងទំហំទុនវិនិយោគប្រមាណ7លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន390កន្លែងដោយឡែកកាលពីម្សិលមិញនេះក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកសំរោងទងខេត្តកំពង់ស្ពឺដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតផលពីលោហៈក្នុងទំហំទុនវិនិយោគប្រមាណ 9.8 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន330កន្លែងរាយការណ៍ពីខ្ញុំបាទសុផាផលិតផលថ្មីឈុត Jensen ជីងជួររួមជាមួយឈុត Skin Care របស់ក្រុមហ៊ុន Lavi Cosmetic Co Ltd បច្ចេកទេសថ្មីពីប្រទេសកូរ៉េសម្រាប់ព្យាបាលមុខជាំជួយឲ្យផ្ទៃមុខពីស្រអាប់ឡើងពណ៌ស៊ីជម្ពូប្រសិទ្ធភាពតាំងពីប្រើលើកដំបូងចង់បានភាពស្រស់ស្អាតកុំភ្លេចជាមួយក្រុមហ៊ុន Lavi នឹងធ្វើឲ្យលោកអ្នកស្អាតជានិរន្តរ៍ទូរស័ព្ទលេខ077 744 007 096 66 68 149ព័ត៌មានជាតិខត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សានៅសង្កាត់បឹងទំពុនទី2ខណ្ឌមានជ័យនៅថ្ងៃទី15ខែកញ្ញាឆ្នាំ2025វេលាម៉ោង 7:15 នាទីនៅចំណុចផ្ទះលេខ58ផ្លូវ 89BT ភូមិថ្នោតជុំ1សង្កាត់បឹងទំពុនទី2ខណ្ឌមានជ័យរាជធានីភ្នំពេញមានករណីមួយកើតឡើងបណ្ដាលឲ្យជនរងគ្រោះរបួសកដៃធ្ងន់ធ្ងរជនរងគ្រោះមានឈ្មោះយ៉ាងក្រូចភេទប្រុសអាយុ33ឆ្នាំរត់ Pass App ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ1ខណ្ឌមានជ័យរាជធានីភ្នំពេញបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជនបង្កឈ្មោះច័ន្ទសុមានិតភេទប្រុសអាយុ32ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ58ផ្លូវ 89BT ភូមិថ្នោតជុំ1សង្កាត់បឹងទំពុនទី2ខណ្ឌមានជ័យរាជធានីភ្នំពេញមុនពេលកាត់ហេតុនៅវេលាម៉ោង 6:30 នាទីថ្ងៃទី15ខែកញ្ញាឆ្នាំ2025ជនរងគ្រោះឈ្មោះយ៉ាងក្រូចបានមកជួបជុំជាមួយមិត្តភ័ក្តិហូបស្រាបៀរនៅផ្ទះកាត់ហេតុដែលមានគ្នាចំនួន3នាក់ពេលកំពុងជួបជុំគ្នាហូបស្រាស្រាប់តែជនបង្កឈ្មោះច័ន្ទសុមានិតដែលមានផ្ទះនៅជាប់គ្នាចេញមកស្រែកឲ្យក្រុមផឹកស៊ីបង្កឲ្យមានទំនាស់ពាក្យសម្ដីទៅវិញទៅមកខណៈនោះជនបង្កច័ន្ទសុមានិតបានយកដាវកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យចំកដៃមានរបួសធ្ងន់ធ្ងរ
បន្ទាប់ពីការហេតុភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំព័នទី2និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបានចុះទៅដល់កន្លែងកាត់ហេតុដោយឪពុកជនបង្កជាកម្លាំងកងរាជអាវុធហត្ថបម្រើការងារនៅខេត្តកណ្ដាលទើបគាត់បានសម្រេចប្រគល់កូនដែលជាជនបង្កទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យដើម្បីអនុវត្តតាមនីតិវិធីបច្ចុប្បន្នជនបង្កត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យនាំខ្លួនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យរាយការណ៍ដោយខ្ញុំបាទពិសិដ្ឋផ្ទះវត្តគោមានសេវាកម្មដូចជាបន្ទប់ស្នាក់នៅទំនើបបម្រើសេវាម្ហូបពេលព្រឹកពេលថ្ងៃត្រង់ពេលល្ងាចម្ហូបខ្មែរអាស៊ីនិងអឺរ៉ុបមានអាំងហែលទឹកម៉ាស្សានិងមានរៀបចំកម្មវិធីអាហារពិសេសសម្រាប់គូស្វាមីភរិយាថ្មីក្រេបទឹកឃ្មុំទទួលទានស្រាសម្ប៉ាញនាថ្ងៃរំលឹកនៅវាលស្រែបដិសណ្ឋារកិច្ចគ្រប់អតិថិជនចម្រុះជាតិសាសន៍មានអាសយដ្ឋានផ្ទះលេខ221ភូមិបុរាណនៃភូមិវត្តគោក្រុងខេត្តបាត់ដំបងលេខទូរស័ព្ទ017 555 377ព័ត៌មានអន្តរជាតិទូកដឹកគ្រឿងញៀនរបស់ក្រុមអ៊ុក្រិតជនគ្រឿងញៀនរបស់ប្រទេសវេណេស៊ុយអេឡាត្រូវបានបាញ់កំទេចសារព័ត៌មាន Reuters នៅថ្ងៃអង្គារទី16ខែកញ្ញាឆ្នាំ2025បានផ្សាយថាប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថាយោធាអាមេរិកបានវាយប្រហារទូកមួយគ្រឿងទៀតរបស់ក្រុមអ៊ុក្រិតជនគ្រឿងញៀនរបស់ប្រទេសវេណេស៊ុយអេឡាដែលត្រូវបានចោទប្រកាន់ថាកំពុងធ្វើដំណើរឆ្ពោះមកសហរដ្ឋអាមេរិកនេះជាប្រតិបត្តិការលើកទី2ដែលសហរដ្ឋអាមេរិកបានធ្វើឡើងប្រឆាំងនឹងទូកដែលសង្ស័យថាមានគ្រឿងញៀនក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះតាមលោកត្រាំបុរស3នាក់ត្រូវបានសម្លាប់ដោយបន្ថែមថាវាបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិប៉ុន្តែលោកមិនបានផ្ដល់ភស្តុតាងសម្រាប់ការអះអាងដែលថាទូកនោះកំពុងដឹកគ្រឿងញៀននោះឡើយខ្លឹមសារដែលលោកត្រាំបង្ហោះនៅលើ Truth Social បញ្ជាក់ថាតាមការបញ្ជារបស់ខ្ញុំកងកម្លាំងយោធាអាមេរិកបានធ្វើសកម្មភាពបង្ក្រាបជាលើកទី2ប្រឆាំងក្រុមជួញដូរគ្រឿងញៀនដែលត្រូវបានកំណត់អត្តសញ្ញាណជាវិជ្ជមានដោយទីបញ្ជាការសៅខំរបស់យើងទាំងនេះបង្កការគំរាមកំហែងដល់សន្តិសុខជាតិគោលនយោបាយការបរទេសនិងផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាមេរិកគួរបញ្ជាក់ថាកាលពីថ្ងៃទី2ខែកញ្ញាយោធាអាមេរិកបានវាយប្រហារទូកមួយគ្រឿងរបស់វេណេស៊ុយអេឡាដោយចោទប្រកាន់ថាអ្នកជិះទូកនោះគឺជាសមាជិកនៃក្រុមជនអន្តពាល Trendy Araga ដោយបានសម្លាប់មនុស្ស11នាក់កាលនោះរដ្ឋបាលត្រាំបានផ្ដល់ព័ត៌មានតិចតួចប៉ុណ្ណោះទោះបីជាមានការទាមទារពីសមាជិកសភាអាមេរិកឲ្យបង្ហាញពីភាពត្រឹមត្រូវនៃសកម្មភាពនោះក៏ដោយរាយការណ៍ដោយខ្ញុំបាទពិសិដ្ឋស្នាដៃនារីខ្មែរសាឡនជាមួយនឹងអភិវឌ្ឍសេចក្តីស្រឡាញ់ទំនុកចិត្តព័ត៌មានអន្តរជាតិរដ្ឋាភិបាលកាណាដាអនុវត្តការសន្យាសាងសង់ផ្ទះលក់ឲ្យពលរដ្ឋក្នុងតម្លៃទាបដើម្បីទប់ស្កាត់វិបត្តិកង្វះលំនៅឋានដែលជាកង្វល់របស់ពលរដ្ឋរដ្ឋាភិបាលរបស់លោក Makani បានអនុវត្តការសន្យាក្នុងពេលឃោសនាបោះឆ្នោតសាងសង់លំនៅឋានលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃទាបសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទទី15ខែកញ្ញាឆ្នាំ2025នាយករដ្ឋមន្ត្រីកាណាដាលោក Makani បានប្រកាសថាទីភ្នាក់ងារសហព័ន្ធថ្មីមួយមានទុនវិនិយោគ $9.39 ពាន់លាននឹងមកសាងសង់លំនៅឋានតម្លៃសមរម្យបន្ទាប់ពីលោកធ្លាប់បានសន្យាក្នុងយុទ្ធនាការកន្លងទៅថានឹងជំរុញការងារសាងសង់លំនៅឋានលោក Makani ប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុង Nepean ខេត្ត Ontario ដូច្នេះថាយើងមានវិបត្តិលំនៅឋានហើយត្រូវតែប្រើគ្រប់មធ្យោបាយដើម្បីដោះស្រាយតាមលោក Khani ទីភ្នាក់ងារ Bill Canada Home នឹងមកសាងសង់លំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារមានប្រាក់ចំណូលទាបនិងធ្វើការជាមួយអ្នកអភិវឌ្ឍឯកជនដើម្បីសង់ផ្ទះសម្រាប់ពលរដ្ឋមានចំណូលមធ្យមទីភ្នាក់ងារនេះនឹងកាត់បន្ថយហានិភ័យក្នុងការសាងសង់នៅកាណាដានិងជួយបន្ធូរបន្ថយថ្លៃដើមហើយប្រើប្រាស់ដីរដ្ឋសម្រាប់ការសាងសង់វាក៏ជាផ្នែកមួយនៃយុទ្ធនាការដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចនិងកាត់បន្ថយការពឹងផ្អែករបស់កាណាដាលើសហរដ្ឋអាមេរិកនៅពេលដែលពន្ធគយចាប់ផ្ដើមជះផលប៉ះពាល់ផងដែររាយការណ៍ដោយខ្ញុំបាទពិសិដ្ឋដើម្បីទទួលបានព័ត៌មានថ្មីៗចុងក្រោយទាន់ហេតុការណ៍និងច្បាស់លាស់នៅព័ត៌មានជាតិនិងអន្តរជាតិដោយផ្ទាល់ទៅកាន់ទូរស័ព្ទដៃរបស់លោកអ្នកដោយគ្រាន់តែវាយពាក្យនគរ Dragon News នៅលើ App Store សម្រាប់ទូរស័ព្ទ iPhone និងនៅលើ Play Store សម្រាប់ទូរស័ព្ទ Android បន្ទាប់មកធ្វើការ download ជាការស្រេច